ប៉ះម្ដងដើរម្ដងហើយប៉ះដកដាច់វិញទៅដាច់ទៅពីប៉ះម្ដងទៀតវាដំណើរការទៅម៉ូទ័រផ្សេងហើយនេះឃើញទេវាដើរមកទី2ម្ដងវាឡើងដើរទី1នោះហើយពីដកម្ដងទៀតបាទវាដាច់វិញនេះដាច់ទៅពេលប៉ះម្ដងទៀតវាទៅត្រឡប់ទៅទី1វិញហើយនេះឃើញទេអញ្ចឹងមានន័យថាបាទបងប្អូនគ្នានៅក្នុងដៃខ្ញុំនេះគឺជា booster pump control បាទយើងហៅទូរស័ព្ទទៅគឺ booster pump control មានមួយនេះគឺចំណេញមែនតើសម្រាប់បងដែលរៀប booster pump ណាបាទអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញពីទូនាទីរបស់វាហើយនឹងពីរបៀបភ្ជាប់ទៅដល់បងគ្នាឲ្យចេះប្រើឲ្យចំណេញបាទមានមួយនេះគឺចំណេញតែម្ដងសម្រាប់បងដែលរៀប booster pump ណាបាទអញ្ចឹងឥឡូវយើងទៅមើលការភ្ជាប់នឹងដំណើរការរបស់វាទាំងអស់គ្នាបាទនៅខាងមុខនេះគឺយើងឃើញមានប៊ូតុងមួយសម្រាប់មូលកំណត់នាទីបាទហើយនៅមាន pull on P1 P2 X1 X2 អានេះវានឹងភ្លឺនៅពេលដែលវាចាប់ភ្ជាប់វាបង្ហាញឲ្យយើងដឹងពីដំណឹងកន្លែងប៊ូតុងនេះគឺសារ៉េសម្រាប់ផ្លាស់ប្ដូរម៉ូទ័រដែលថាយើងចង់ឲ្យម៉ូទ័រប្ដូរវេនគ្នាក៏បានជាកំណត់ដូចថាមើល tweet ណាចំណុចហ្នឹងហើយចំណុចមួយទៀតនៅក្នុងនឹងដែរបើសិនជាបងបិទគឺម៉ូទ័រដើរតែមួយទេបើសិនជាបើកនីតិវានឹងដើរពីរផ្លាស់ប្ដូរវេនគ្នាចំណែកឯជើងរបស់វានៅខាងក្រោមវាមានជើង4ប៉ុន្តែយើងប្រើតែ3ទេវាមាន X1 X2 និង L X1 X2 ហ្នឹងគឺយើងបញ្ជាជាមួយខយបាទខយក៏បានដែរតែជាទៅយើងប្រើជាមួយខយរបស់កុងដាក់ទ័រហើយ L នេះយើងចូលខាងប្រភពបាទខាងប្រភព L របស់យើង ហ្វាហ្នឹងចំណែកនៅខាងលើគឺវាមានជើង4បាទវាមាន N ហ្នឹងគឺយើងបញ្ចូលនៅខាងប្រភពហើយនឹងអក្សរអាវនេះបាទនេះកន្លែងអាវនេះគឺយើងទាញចេញកាលណាជើងអាវនឹងប៉ះជាមួយ P1 គឺម៉ូទ័រទី1ដំណើរការបើប៉ះជាមួយ P2 គឺម៉ូទ័រទី2ដំណើរការចឹងយើងមានប៉ុណ្ណឹងតាក់ទងមួយជើងស្មារបស់គេគឺនៅខាងនេះបន្ថែមឥឡូវយើងទៅមើលការតេស្តទាំងអស់គ្នាបាទចឹងទៅមើលការភ្ជាប់បងមកឃើញហើយចឹងយើងចូលគៀកតិចមកតែបន្តមើលការភ្ជាប់គឺខាងក្រោមនេះខ្ញុំបញ្ចូល file មួយហើយកន្លែង X1 X2 នេះគឺខ្ញុំយកមកចូលជើង bobin របស់ contactor មួយហៀងម្នាក់ចេះបាទចូលមួយហៀងនៅមួយហៀងហើយ node គឺខ្ញុំពងរួមគ្នាពីក្នុងមកនេះរួមហើយមកនេះគឺខ្ញុំពងចូលទៅជើងកន្លែងនេះមួយទៀត node របស់វាណាដោយសារ node នេះ node ពីប្រភពមកអញ្ចឹងយើងចូលកន្លែងនេះទៅវាចំណេញខ្សែចំណែកឯខាងនេះកន្លែងអាវនេះខ្ញុំតមកខ្សែ2ហើយខ្សែ2ហ្នឹងខ្ញុំនឹងបង្ហាញថែមទៀតដល់ពេលដែលយើងបញ្ចូលភ្លើងទៅវាដំណើរការបែបណាឥឡូវដាក់គីគ្នាចេះមកបាទអញ្ចឹងខ្ញុំបើក decoder មកវានឹងឃើញបងប្អូនអ្នកឃើញភ្លឺហើយអានេះត្រូវមើលពីខាងនោះមិនត្រូវដោយសារតែខ្ញុំធ្វើញាត់ខ្សែពីនេះណាវាស្រួលញាត់តែជាងអញ្ចឹងអានេះខាងខ្សែនេះខ្សែនៅទេអត់មានភ្លើងទេរ៉េឡេរបស់វានៅខាងនេះភ្លើងរបស់វានៅខាងនេះបាទជំនួយតែមើលអានេះញាត់អត់ចូលទេទូចពេកបាទនេះធំពេកមិនទូចទេអញ្ចឹងនេះរបស់វានៅខាងនេះរ៉េឡេរបស់វាខាងនេះគឺខាងនៅទេខាងនេះអត់មានភ្លើងទេខ្ញុំតែហើយនេះអត់មានទេបាទអញ្ចឹងតើតើមួយខ្សែនេះបើសិនជាបងអ្នកគ្នាប៉ះ P1 ខ្សែនេះបើប៉ះ P1 មកទៅយើងដើរបាទដោតមកវានឹងភ្លឺដែរឃើញទេបាទនេះឃើញកុងតាក់ទ័រយើងដើរមួយប៉ះម្ដងដើរម្ដងហើយប៉ះដកដាច់វិញទៅដាច់ទៅពីប៉ះម្ដងទៀតវាដំណើរការទៅម៉ូទ័រផ្សេងហើយនេះឃើញទេវាដើរមកទី2ម្ដងវាឡើងដើរទី1នោះហើយពីដកម្ដងទៀតបាទវាដាច់វិញនេះដាច់ទៅពេលប៉ះម្ដងទៀតវាទៅត្រឡប់ទៅទី1វិញហើយនេះឃើញទេអញ្ចឹងមានន័យថាសម្រាប់បងដែលប្រើម៉ូទ័រ2ផ្លាស់ប្ដូរវិញគ្នាដល់ពេលយើងប្រើជាមួយពងឬក៏ pressure speed ម្ដងដើរនិយាយសុខស្អាតទៅម្ដងម៉ូទ័រទី1ដើរដាច់ម្ដងទៀតម៉ូទ័រទី2ដើរភ្ជាប់ម្ដងទៀតម៉ូទ័រទី1ពីរនេះគឺផ្លាស់ប្ដូរគ្នារហូតទៅមកផ្លាស់គ្នារហូតចឹងវាអត់ដើរជាន់គ្នាទេមានថាបើភ្ជាប់ម្ដងហ្នឹងទី1សាខុយគឺទី2ហើយវាអត់ភ្ជាប់ទី1ហើយទី2ទៀតទេហើយចំណុចទៅលើខ្សែនេះវាចេះបើសិនជាមានមួយប៉ះជាប់រហូតចេះបាទចំណុចនេះគឺសម្រាប់បងដែលប្រើ pressure speed 2ហើយជាលក្ខណៈថាម៉ូទ័រជំនួយជួយគ្នាអញ្ចឹងម៉ូទ័រដែលថាម៉ូទ័រមួយដំណើរការមួយម៉ូទ័រអត់ហើយម៉ូទ័រពេលខ្លះវាដើរទាំងពីរហើយពេលដល់ spec របស់វាធ្វើដាច់មួយដើរមួយបន្តអញ្ចឹងនៅចំណុចនេះណាបាទសម្រាប់អ្នកប្រើ pressure speed 2អញ្ចឹងអានេះទី1អានេះទី2អានេះទី2អញ្ចឹងឥឡូវទី1ដើរហើយនេះ pressure speed យើងភ្ជាប់ទី1ដើរហើយនៅពេលដែលទី2 pressure speed ទី2វាត្រូវភ្ជាប់ឲ្យដែរនេះបាទភ្ជាប់ឲ្យដែរនៅពេលដែល control យើងចាប់បានថាវាភ្ជាប់ចូលទី2នេះដើរដែរទី2នឹងដើរនៅពេលដែលpressure speed របស់យើងទី2ធ្វើដាច់នេះ
ពេលđại tới khơi tí môi chụp ấy tí môi bị đào một tí pí tí môi chụp bởi chẳng tí pí ní về thở bật to về là tí môi bình tôi dùng chụp này tí môi đào gọi tí pí ní về thở đào bớt bật to về tí môi nó p đây pressure speed tí pí nè việc bạc mà đòn tiết đấy này việc bạc mà đòn tiết việc thừa cạp lặp đơn thì khơi tí môi bớt với nhé và này tí môi ní bớt với nhảy rồi anh ấy tí pí dựng độ bình mốt dựng đại bính và khi bị đào ấy anh ấy là tí môi là lão vậy nó p đây dương bạc mà đòn tiết viên thử thua cả là một tí pi mình nè bớt là tí muối chẳng đặt mà đòn điện máu và khởi tí pi chụp mà đòn nàyแต่tí muối là bớt chop của được sao ta pressure speed bao giờ tí muối ní vào blank và sân giờ nâng blank cứ bị thử đặt gì kia anh nắng nè và dù blank máu cứ đặt chẳng pi mà đòn này cho mới và khởi đặt chẳng pi còn tay là pi đây tí muối chẳng phát tới một đòn tiết cứ mà ta tí muối dạng đà hay là một sân đá bạc một đòn tiết cứ ATP đào với nhảy ở ATP môi đào với nhảy khởi ATP đào với cứ chẳng xâm nạp bông này do từ thực cảm mà tơ plap đầu quyền kia slack kia cứ pra control booster pam nè trừ tem đòn ở bộ bạc phở tham mơ slack nhẹ nhàng vậy chẳng phở tập văn nó cứ em mongสวัสดีพี่ดองมาเตอร์ให้เพื่อละอเทียนvà chẳngในក្នុងវីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអត់ដឹងថាបងយល់ពីវីដេអូនេះបានប្រហែល%ទេកុំភ្លេចជួយ comment ប្រាប់ផងណាបាទចឹងអរគុណច្រើនមកគ្នា